ក្រោយឆ្នាំ1979បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅព្រំដែនថៃដោយពួកគាត់នៅដកជាប់នៅអារម្មណ៍ភ័យខ្លាចអំពីការកាប់សម្លាប់ដែលអាចកើតមានបន្តទៀតប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ប្រជាជនស្លូតត្រង់ដែលងើបឈរយ៉ាងត្រដាប់ត្រដួសកិច្ចចេញពីសេចក្តីស្លាប់របស់ពួកខ្មែរក្រហមត្រូវបានធ្លាក់ចូលទៅក្នុងជ្រោះមរណៈជាលើកទី2បន្ទាប់ពីបានទៅដល់ព្រំដែនសៀមដែលជារឿងនឹកស្មានមិនដល់ព្រោះម្នាក់គិតថាពេលទៅដល់ព្រំដែនហើយជីវិតយើងនឹងល្អប្រសើរជាងនេះអ្នករស់រានមានជីវិតម្នាក់ពីព្រឹត្តិការណ៍ដ៏រន្ធត់ដែលបានកើតឡើងក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅក្នុងឆ្នាំ1979បានរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ដែលបានឆ្លងកាត់ឃើញដោយផ្ទាល់ភ្នែកនៅទង្វើដ៏ឃោរឃៅព្រៃផ្សៃដែលធ្វើបាប